ម្នាក់$11.90អាចញ៉ាំបានដោយសេរីជាប្រភេទបែប buffet បែបចិនណាអ្នកនេះមិនថាបកងបកាឬក៏សាច់អាំងអីផ្សេងហ្នឹងគឺថាចាប់មកដូចថាមិនសំចៃដៃមិនសំចៃមាត់ញ៉ាំតតែថាប៉ោងពោះចាំទៅផ្ទះវិញណាឥឡូវនេះគឺខ្ញុំបានមកដល់ទីតាំង buffet Happy Hot Pot ណាអ្នកនេះនិយាយថាចូលមកទៅគឺថាពណ៌គឺក្រហមឆាប់មែនតើអ្នកនេះហើយជាពណ៌ដែលខ្ញុំស្រឡាញ់ទៀតណាហើយទៅនៅក្នុង buffet ហ្នឹងគឺគេលក់ជាប្រភេទ buffet ដែលយើងចំណាយម្នាក់ត្រឹមតែ$11.90យើងអាចចាប់បានញ៉ាំដោយសេរីចឹងអ្នកនេះមិនថាគ្រឿងសមុទ្រកឡុកឬក៏ជ្រក់ជើងទាបែបជើងទាបែបចិនអីចឹងទៅឬក៏បែបឈាមទាហ្នឹងគឺថាយើងចាប់ដោយសេរីជាពិសេសអ្នកនេះបកងបកាគ្រឿងមឹកសាច់គោអូស្ត្រាលីអីហ្នឹងគឺថាយើងចាប់មកអ្នកនេះចាប់កុំសំចៃដៃចឹងឲ្យទៅថែញ៉ាំអស់ហើយអានេះគឺគេដាក់នៅក្នុងទូដែលគេបាញ់ដូចថាចំហាយត្រជាក់ហ្នឹងដើម្បីរក្សាគុណភាពសាច់ឲ្យទុកឲ្យបានដូចថាមានភាពស្រស់ញញឹមចឹងអ្នកនេះឥឡូវគឺខ្ញុំធ្វើការចាប់ហើយអ្នកនេះមិនថាសាច់បកងអីហ្នឹងគឺថាចាប់មកអ្នកនេះទៅឲ្យតែបានមក buffet ចឹងគឺថាខ្ញុំតែខ្វះកចឹងបងអ្នកនេះប៉ុន្តែខ្វះកតែយើងញ៉ាំអស់ចឹងណាអ្នកនេះខ្លាចតែខ្វះកញ៉ាំអត់អស់អាហ្នឹងគឺចប់ហើយគឺដឹងតែផាក់ទៅឥឡូវនេះគឺខ្ញុំចាប់ដើមលេងទឹកជ្រលក់ចិនអ្នកនេះបន្តអត់ភ្លេចទេជាមួយនឹងម្ទេសដាក់មកហើយឥឡូវអ្នកគាត់តែមើលបោះខ្ញុំញ៉ាំទៅគឺថាឡើងពេញតុកចឹងតែម្ដងអ្នកនេះបកងបកាចាប់អស់ហើយសាច់គោអូស្ត្រាលីអីហ្នឹងចាប់មកនិយាយទៅប្រហិតអីនេះគឺថាអត់ចោលទេអ្នកនេះនិយាយទៅមាន oyster ទៀតណានៅហ្នឹងអ្នកនេះញាក់សាច់តែម្ដងហើយអីដែលខ្ញុំត្រូវធ្វើមុនគេហ្នឹងគឺខ្ញុំដាក់អាំងបកងមុនគេហ្មងអ្នកនេះអីដែលជាចំណុចសំខាន់របស់ខ្ញុំគឺចូលចិត្តញ៉ាំបកងហើយពេលហើយយើងអាំងសាច់គោអាំងអីបន្លែមកហើយជាពិសេសហ្នឹងគ្រឿងស៊ុបរបស់គេហ្នឹងគឺថាមានច្រើនជំរឿនសម្រាប់យើងជ្រើសរើសចឹងណាប៉ុន្តែសម្រាប់ដែលខ្ញុំចូលចិត្តហ្នឹងគឺខ្ញុំដាក់ស៊ុបគោហើយជាមួយនឹងស៊ុបបែបស៊ីឈွန်បែបហិលចឹងណាដាក់ចូលមកហើយគ្រឿងបន្លែប្រហែលមុខដែលថាយើងស្រឡាញ់ចូលចិត្តមួយណាយើងចេះញ៉ាំអីយើងដាក់ចូលនឹងទៅជាមួយនឹងពោះគោអីផ្សេងហ្នឹងអ្នកដាក់មកស្រឡាញ់បន្លែអីដាក់មុនដាក់ក្រោយហើយដែលចំបានហ្នឹងនេះអ្នកគ្នាគឺបកងដាក់នៅក្នុងសាច់អាំងមិនអស់ចិត្តហើយយើងមកដាក់នៅក្នុងទឹកស៊ុបទៀតអ្នកគ្នាយើងទៅចូលចិត្តញ៉ាំខ្លាំងមែនតើណាឥឡូវនេះសាច់របស់យើងអ្នកគ្នាបានឆ្អិនបដាដាក់ប៉បមួយម៉ាត់ជាមួយនឹងគ្រឿងចិនមកនិយាយថាពីឈ្ងុយហើយអ្នកគ្នាហើយជាមួយនឹងទឹកតាហ៊ូនេះក៏ពិសេសដែរអ្នកគ្នាយើងដាក់បន្ទាប់ជាមួយនឹងសាឡាត់ដាក់មួយម៉ាត់ចេះមកគឺថាជក់ចិត្តជក់អារម្មណ៍ខ្លាំងមែនតើ buffet មកកន្លែងនេះខ្ញុំចូលមកនោះគឺខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើអ្នកគ្នាគឺថាមានរបស់ញ៉ាំច្រើនមកខ្លាំងមែនតើណាហើយនិយាយទៅខ្ញុំស្មានតែតម្លៃវាថ្លៃទេអ្នកគ្នានិយាយទៅត្រឹមតែ$11.90យើងចាប់មកសេរីទៅហើយសំខាន់ណាស់ក្មេងក្រោម8ឆ្នាំហ្នឹងគឺ free អ្នកគ្នាអត់គិតលុយណាយើងយកអាចយកកូនមកបានណាហើយសម្រាប់ក្មេងចាប់ពី8ឆ្នាំដល់12ឆ្នាំឡើងទៅហ្នឹងគឺម្នាក់ត្រឹមតែ$6អ្នកគ្នាហើយសម្រាប់ទីតាំងរបស់គេហ្នឹងគឺនៅស្ពានដៃចកាដងជី500ម៉ែត្រពីស្ពានដៃចកាដងមកងាកមើលខាងឆ្វេងដៃទៅនឹងឃើញហើយសម្រាប់ការដេកនៅក្នុងហាងរបស់គេហ្នឹងគឺថាចេញមកគឺបែបចិនមានគោមមានអីហើយជាមួយនឹងរូបថតរបស់គេហ្នឹងចេញមកដូចថាយើងញ៉ាំទៅដូចនៅស្រុកចិនហ្នឹងអ្នកគ្នានិយាយទៅគឺថាដេកស្អាតមែនតើហើយជាពិសេសហ្នឹងគឺថាក្រហមឡើងពេញផ្នែកតែម្ដងហើយសម្រាប់យើងពុកអង្គុយវិញគឺថាទុនល្អហើយមានកន្លែងដូចថាក្មេងលេងពេលដែលយើងញ៉ាំចឹងទៅយើងអាចកន្លែងកូនមកលេងហ្នឹងដូចថាញ៉ាំដោយមិនទើសដៃទើសជើងចឹងណាអ្នកគ្នាហើយដូចថាបុគ្គលិករបស់គេមានភាពរួសរាយរាក់ទាក់មែនតើអ្នកគ្នានិយាយទៅហៅបានលឿនមែនតើហ្មងហើយជាមួយនឹងបន្ទប់ VIP របស់ខាងគាត់នោះក៏មានដែរអ្នកគ្នាយើងអាចមកជាលក្ខណៈក្រុមគ្រួសារឬក៏ក្រុមការងារឬក៏មិត្តភក្តិអីយើងអាចមកកក់បន្ទប់គាត់បានតែយើងញ៉ាំជុំគ្នាចឹងណាហើយមានផ្អែមលៀងមាត់មិនថាផ្លែឈើឬក៏ការ៉េមអីហ្នឹងយើងថាឲ្យតែថាបកាយញ៉ាំយើងញ៉ាំទៅអ្នកគ្នាហើយប្រហេសជ្ជៈគ្រឿងផឹកអីហ្នឹងយើងញ៉ាំទៅអ្នកគ្នាកូកាអីហ្នឹងដាក់មកស្រឡាញ់មកហើយអីដែលខ្ញុំត្រូវប្រុងប្រយ័ត្នខ្ពស់ខ្លាំងបំផុតហ្នឹងនេះគឺប្រហិតសាច់គោនេះនិយាយទៅញ៉ាំម្ដងពេលដែលដាក់ចូលមកទៅខំបែកចេញអាទឹកស្នូរបស់វានៅខាងក្នុងឲ្យលាកឡើងពេញមាត់ហ្មងហើយដល់ពេលមកញ៉ាំសារនេះគឺយើងរៀងឆ្លាតដឹងម៉ូមុនដែរអញ្ចឹងយើងញ៉ាំរៀងប្រយ័ត្នយើងអាចចាក់ទឹកវាចេញមុនបានហើយសម្រាប់ប្រភេទសាច់នៅមកកន្លែងនេះក៏គេប្រើជាមួយនឹងប្រភេទសាច់ល្អមិនថាសាច់គោអូស្ត្រាលីឬក៏សាច់គោបែបខ្មែរក៏មានហើយប្រភេទបែបប្រភេទប្រហិតល្អបែបចិននេះគឺថាដាក់មកអស់ហើយអ្នកគ្នាហើយសម្រាប់អ្នកគ្នាមកគ្នា4នាក់ឡើងខាងគាត់មានប្រូម៉ូសិនណានិយាយទៅឲ្យតែមកគ្នាចាប់ពី4នាក់ឡើងគឺគិតត្រឹមតែម្នាក់$10.99ឯអ្នកគ្នាហើយនិយាយទៅគឺពិសេសខ្លាំងមែនតើអ្នកគ្នាមកគ្នាច្រើនក៏មានប្រូម៉ូសិនឲ្យមកស្អាតចឹងដែរហើយម៉ោងដែលគាត់បើកហ្នឹងគឺចាប់ពីម៉ោង11ព្រឹករហូតដល់ម៉ោង12យប់ចឹងណាហើយសម្រាប់អ្នកគ្នាមកម៉ោង11ឧទាហរណ៍ម៉ោង11យប់អីចឹងទៅមិនបាច់ភ័យតែខ្លះអត់មានម្ហូបញ៉ាំឯអ្នកគ្នានៅតែមានដាក់ឲ្យអ្នកគ្នាសោះសាយញ៉ាំចឹងហ្មងនិយាយទៅពិសេសខ្លាំងមែនតើអ្នកគ្នានិយាយទៅចាយអត់ត្រឹមតែ$11.90គឺថាបានមកឆ្អែតបានមកតឹងពោះត្រឡប់ទៅផ្ទះវិញហ្មងហើយដូចទីតាំងដែលខ្ញុំប្រាប់ចឹងទៅគឺនៅទីតាំងនៅស្ពានដៃចកាដងហ្នឹងជីប្រហែលជា500ម៉ែត្រហ្នឹងទៅមើលខាងឆ្វេងដៃគឺនឹងឃើញអ្នកគ្នា Happy Hot Pot ហ្នឹងនិយាយទៅបើអត់ច្បាស់ map អីចាំខ្ញុំដាក់នៅលើ caption បន្ថែមឬក៏តាក់ទងតាម page Facebook របស់គាត់បានណានេះ page Facebook គាត់ណានិយាយទៅងាយស្រួលមែនតើដល់អង្គពូមីងពុកម៉ែបងប្អូនដែលគាត់នៅម្ដុំចកាដងឬក៏ស្ទឹងមានជ័យអីហ្នឹងគាត់អាចមកសាក់ buffet ចិននៅមួយកន្លែងនេះបានចុះវីដេអូមានតែប៉ុណ្្នឹងទេបាយរបៀបធ្វើជ្រក់ជើងមាន់បងប្អូនងាយស្រួលធ្វើខ្លាំងមែនតើណាសំខាន់ណាស់ចេះធ្វើតែមកក្បាច់នេះបងប្អូនញ៉ាំជុំគ្នានៅផ្ទះអាវាថាហល់ស៊ូតសតអូយវាថាឆ្ងាញ់មែនតើណាឥឡូវនេះគឺយើងមានជើងមាន់បងប្អូន5គីឡូបងប្អូនយើងយកប្រភេទជើងមាន់ខ្មែរយកមកធ្វើជ្រក់ជើងមាន់ឆ្ងាញ់ខ្លាំងមែនតើនេះយើងឲ្យគេកាប់មកហើយមកដល់ત્યાંគឺយើងលាងឲ្យច្រើនទឹកបងប្អូនយើងលាងមកយើងច្របាច់វាមួយអំបិលថែមច្របាច់ឲ្យយូរបន្តិចបងប្អូនព្រោះជើងមាន់ហ្នឹងវាដើរលើដីអញ្ចឹងមើលទៅក៏ក្រិចមែនតើអញ្ចឹងតើឲ្យយើងលាងឲ្យស្អាតអញ្ចឹងបងប្អូនអញ្ចឹងរបៀបស្រស់របស់វាហ្នឹងគឺយើងអត់មានអីច្រើនទៅថាសាំញ៉ាំអីច្រើនបងប្អូនយើងដាក់ទឹកឲ្យក្តៅអញ្ចឹងទៅយើងដាក់គល់ក្រីមកដេញដាក់គ្រាប់សោចយើងស្រស់វាជាមួយអញ្ចឹងបងប្អូននេះមិនស្រស់បងប្អូនស្ងោរវាស្ងោរហ្នឹងទឹកពុះយើងដាក់ចូលរយៈពេល10ទៅ15នាទីវាថាស្ងោរតថាឆ្អិនមែនតើណាពេលដែលថាឆ្អិនហើយយើងយកវា
នឹងយកមកដាក់ជាមួយនឹងតកមកបងប្អូននិយាយទៅខ្ញុំជឿថាជ្រក់ជើងមាន់ហ្នឹងអ្នកណាគេក៏ចេះធ្វើដែរបងប្អូនអញ្ចឹងតាមបាច់ថាបរិញ្ញាធ្វើអីញ៉ៃៗច្រើននេះមើលតាមវីដេអូរបស់ខ្ញុំនេះមកបងប្អូនកិនខ្ទឹមម្ទេសអីមកយើងដាក់ម្ទេសបន្ថែមអាម្ទេសដែលក្រហមណាហ្នឹងគឺជាម្ទេសអាវែងបងប្អូនអានោះអត់សូវហឹលលេងអញ្ចឹងយើងដាក់វាយកពណ៌មកយើងបន្ថែមស្ករចំនួន2ចានមកយើងបន្ថែមជាមួយនឹងម្សៅស៊ុបមានប៊ីចេងបន្តិចទៅហើយយើងដាក់ទឹកត្រីបងប្អូនទឹកត្រីយើងទឹកត្រីខ្មែររបស់យើងហ្នឹងយើងមានបន្ថែមខ្ញីចូលហើយយើងដាក់ទឹកក្រូចឆ្មាយើងដាក់ក្រូចឆ្មាស្រស់បងប្អូនយើងលាយមកហើយយើងដាក់ទឹកចិនចូលបងប្អូនលាយឲ្យថាត្រូវគ្រឿងបែបនេះអូបងប្អូនឲ្យធ្វើចេញមកគឺថាធានាថាឆ្ងាញ់មកបងប្អូនហើយជើងមាន់នេះបងប្អូនមើលទៅនេះអានេះយើងថាត្រាំភ្លាមយើងមិនថាចាំយូរអីបងប្អូនត្រាំភ្លាមញ៉ាំបានភ្លាមមកបងបើថាបងប្អូនទុកថា3 4ម៉ោងអីទៅទៀតវាថាកាន់តែចូលជាតិចាប់ជាមួយនឹងជើងមាន់ហ្នឹងកាន់តែថាឆ្ងាញ់មកអញ្ចឹងឥឡូវនេះជ្រក់ជើងមាន់របស់យើងហ្នឹងគឺថាបានហើយបងប្អូនបើថាមើលតែពណ៌នេះគឺថាតំណងញ៉ាំខ្លាំងមែនតើហើយខ្ញុំនេះវិញបងប្អូនឲ្យទប់អារម្មណ៍បាននេះធ្វើហើយអញ្ចឹងឥឡូវដាក់ជើងមាន់មួយហើយខ្ញុំខិតទៅរៀងឆ្ងាយបន្តិចបងប្អូនហើយបើថាភ្លក់មកភ្លាមវាថារសជាតិចាប់គ្នាឆ្ងាញ់មកហ្មងនិយាយទៅទឹកត្រីបើថាយើងលាយតែថាត្រូវហើយមិនបាច់ទេបងប្អូនមិនបាច់ថាចាំយូរចាំជ្រក់អី4 5ម៉ោងអីជ្រក់ភ្លាមគឺថាយើងញ៉ាំបានភ្លាមមកហ្មងហើយបើថាបងប្អូនមើលវីដេអូនេះហើយចេះធ្វើហើយក៏ធ្វើញ៉ាំបានបងប្អូនបើថាខ្ជិលធ្វើញ៉ាំទេបងប្អូនអាចទិញពីខ្ញុំទៅក៏បានដែរបងប្អូនបើថានេះគឺខ្ញុំលក់បញ្ចុះតម្លៃ discount ពិសេសមកហ្មងមកប្រអប់ 25,000 គឺខ្ញុំបញ្ចុះតម្លៃសល់តែត្រឹម 20,000 ទេក្នុងមកប្រអប់អញ្ចឹងសម្រាប់បងប្អូនមកទិញដល់ទីតាំងគឺនៅមុខខ្លោងទ្វារធំផ្សារឌីប៉ូមកទិញដល់កន្លែងមកប្រអប់តែ 20,000 ទេបើថាបងប្អូនខ្ជិលមកទិញទៀតដឹកទៅដល់ផ្ទះមកប្រអប់ 25,000 បងប្អូនប៉ុន្តែយើង free សេវាដឹកជូនបងប្អូនសម្រាប់អ្នកដែលនៅក្នុងភ្នំពេញអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនចង់ញ៉ាំអីអាចឆាតចូលក្នុង page បានឬក៏បងប្អូនឃើញវីដេអូហ្នឹងនៅ TikTok ឬក៏ Facebook មួយណាអីហ្នឹងបងប្អូនអាចឆាតមកបានទៅឬក៏ថាខ្ជិលឆាតមកចាំយូរអីទេបងប្អូនអាច call មកលេខទូរស័ព្ទដែលមាននៅក្នុង logo នៅក្នុងវីដេអូនេះផ្ទាល់ណាបាយ